រ៉ាល់ពេលបានមុខម្ហូបបែបស្ងោរមានទឹកសម្លបែបចេះខ្ញុំចូលចិត្តយកទឹកសម្លហ្នឹងយកមកស្រូបនៅលើបាយនៅពេលដែលញ៉ាំទៅមានអារម្មណ៍ថាវាឆ្ងាញ់ណាស់ខ្ញុំចូលចិត្តញ៉ាំបែបចេះតាមមើលផាន់ភាកទៅវាអត់ទំនោរទេប៉ុន្តែខ្ញុំចូលចិត្តញ៉ាំបែបអញ្ចឹងសម្រាប់ថ្ងៃនេះដែរខ្ញុំយកឆ្អឹងជំនីនេះយកមកស្ងោរជាមួយនឹងអង្ករលីងយីបងប្អូនស្ដាប់មើលទៅមិនដែរស្ងោរមួយអង្ករលីងមិនទេយីរួមទៅវាដូចតែស្ងោរជ្រក់ស្ងោរអីដែរទេប៉ុន្តែខ្ញុំបន្ថែមជាមួយនឹងអង្ករលីងក៏ដូចជាម្ទេសមានម្ទេសក្រៀមផងមានម្ទេសស្រស់ផងហើយខ្ញុំប្រើម្ជូរអំពិលទុំក៏ដូចជាក្រូចឆ្មាសម្រាប់ការបន្ថែមម្ទេសរបស់ខ្ញុំមិនគ្រាន់ទេខ្ញុំបន្ថែមជាមួយនឹងម្ទេសហុយនេះថែមទៀតផងដែរហើយបើសួរថាខ្ញុំចេះមកពីណាគឺខ្ញុំមើលវីដេអូគេដែរទេបងប្អូនអញ្ចឹងទៅខ្ញុំយកមកសាករៀនធ្វើទៀតហើយនៅពេលដែលទឹកពុះខ្ញុំបង់គ្រឿងកាត់ឆ្អាបទៅមានគល់លក្រូចរំដេងអីដាក់សពគ្រប់មកក៏ដូចជាខ្ទឹមសខ្ទឹមក្រហមហើយខ្ញុំក៏បានចាក់ជាមួយនឹងឆ្អឹងជំនីជ្រូកចូលមកតែរឿងពពុះខ្ញុំគៀពពុះចោលណាសម្រាប់គ្រឿងដូចខ្ញុំប្រើដល់រដអញ្ចឹងមាននៅទឹកត្រីរ៉ូឌីហើយជាមួយនឹងប៊ីចេងស្ករដាក់ទៅតាមចំណង់ចិត្តនិយាយរួមទៅដូចស្ងោរជ្រក់អញ្ចឹងក៏តែខុសប្លែកបន្ថែមជាមួយនឹងម្ទេសនេះបងប្អូនមានម្ទេសហិលម្ទេសស្រស់ម្ទេសហុយយទៅសពគ្រប់ហ្មងហើយក៏ដូចជាចាក់ជាមួយនឹងទឹកអំពិលទុំហើយតមកទៀតទឹកខ្ញុំដាក់ជាមួយនឹងអង្ករលីងសម្រាប់អង្ករលីងនេះផងដែរដាក់តាមចំណង់ចំណូលចិត្តខ្ញុំដាក់ប៉ុណ្ណឹងមិនគ្រាន់ទេខ្ញុំចង់ឲ្យរៀងថែមបន្តិចទៀតណាបងប្អូនបន្ទាប់ពីភ្លក់រួចរាល់ហើយទៅខ្ញុំបន្ថែមជាមួយនឹងទឹកត្រីក៏ដូចជាស្ករសហើយនឹងអង្ករលីងចាក់ចូលទៅបន្តិចទៀតមើលតារៀងចិត្តឆ្អិនហើយទៅខ្ញុំច្បាច់ជាមួយក្រូចឆ្មាហើយបន្ថែមជាមួយនឹងជីក៏ដូចជាស្លឹកខ្ទឹមផងដែរតែប៉ុណ្ណឹងមកគឺរួចជាការស្រេចហើយសម្រាប់ប៉េងប៉ោះគឺខ្ញុំយកប៉េងប៉ោះbaby ប៉េងប៉ោះវាឆាប់លលួយបើបានលលួយជាងហ្នឹងកាន់តែឆ្ងាញ់និយាយរួមទៅរសជាតិឆ្ងាញ់ប្លែកបែបមួយយ៉ាងដោយសារតែយើងញ៉ាំម្ហូបរាល់ថ្ងៃពេកយើងអត់ដឹងធ្វើមុខម្ហូបអីទេបងប្អូនដល់ពេលចឹងទៅយើងអាចមើលវីដេអូគេឆ្នៃបន្តិចឬក៏យើងយកមកអនុវត្តតាមឆ្ងាញ់មិនឆ្ងាញ់អាស្រ័យលើមាត់យើងអ្នកញ៉ាំទេហើយការដែលយើងញ៉ាំរសជាតិរបស់យើងគឺតែតាមមាត់នៃគ្រួសាររបស់យើងឬក៏មាត់ដែលយើងចង់ញ៉ាំរួមទៅយើងធ្វើម្ហូបតម្រូវលើមាត់របស់យើងអ្នកញ៉ាំបងប្អូនហើយយើងព្យាយាមរកម្ហូបអីដែលប្លែកយកមកញ៉ាំកុំឲ្យវាញ៉ាំតដែលពេកនៅពេលដែលពេលខ្លះយើង stress ដែរអាដឹងថាធ្វើមុខម្ហូបអីណាបងប្អូនតែពេលយើង stress នឹងថាធ្វើញ៉ាំថ្ងៃនេះធ្វើញ៉ាំអីថ្ងៃធ្វើញ៉ាំអីអញ្ចឹងណាហើយវីដេអូនៃការញ៉ាំរបស់ខ្ញុំខ្ញុំដាក់រៀងញ៉ាំតិចហើយបុនហ្នឹងខ្ញុំបង្ហាញថាមាត់ខ្ញុំញ៉ាំម្ទេសច្រើនពេកឡើងគេថាបបេមាត់រីកណាប៉ុន្តែខ្ញុំចូលចិត្តណាបងប្អូនព្រោះបែបចេះអត់តែរៀងហិលជូមកគឺថាអូយជាតិញាក់ណាស់ហើយមួយចាននេះខ្ញុំញ៉ាំដាច់ពួកណាខ្ញុំចូលចិត្តញ៉ាំបាយស្រូបជាមួយនឹងទឹកស្លបែបចេះឯងបងប្អូនក៏មើលតែខ្ញុំញ៉ាំទៅដឹងហើយនេះបានញ៉ាំមិនឆ្ងោកទៀតហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើមានកន្លែងណាខុសឆ្គងសូមទោសខន្តីអភ័យទោសផងជួបគ្នានៅវីដេអូក្រោយទៀតបាយ